បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបេរដ្ឋកាលីហ្វ័រញ៉ានេះគឺជាថ្ងៃទី24ខែធ្នូឆ្នាំ2025វេលានេះនៅប្រទេសកម្ពុជាម៉ោង12:10នាទីថ្ងៃត្រង់ទៅហើយនៅឯទីក្រុងឡុងបិចគឺយប់ម៉ោង9:10នាទីថ្ងៃអង្គារបាទនៅឯកម្ពុជាគឺថ្ងៃនេះថ្ងៃពុធហើយម៉ោងនេះហើយតាមពិតមិនមែនជាការតែជាទម្លាប់ទេដែលផ្សាយផ្ទាល់នៅពេលថ្ងៃត្រង់នៅឯប្រទេសកម្ពុជាយូរមានកិច្ចការសំខាន់ដែលត្រូវផ្សាយជូនម្ដងរឿងដែលត្រូវផ្សាយផ្ទាល់នៅម៉ោង12ថ្ងៃត្រង់នេះគឺដោយសារតែយប់មិញផ្សាយម្នាក់ឯងដល់ប្រហែលជានាទីទី57អ៊ីនធឺណិតក៏រអាក់រអួលខ្ញុំអត់ដឹងផ្សាយតែម្នាក់ឯងនិយាយម្នាក់ឯងបាន25នាទីទៀត20នាទីទៀតបងប្អូនតតែពេលឃើញYouTube នៅដើរដដែលក៏ប៉ុន្តែ live show ហ្នឹងដាច់បាត់តាំងពីពេលនោះទៅហើយសូម្បីតែជម្រាបលាបងប្អូនហ្នឹងក៏តែមិនបានជម្រាបលាផងសូមអធិស្ឋានបងប្អូនម្នាក់ឯងអញ្ចឹងឃើញទេអឺរកតែអ្នកដែលត្រូវជួយពិនិត្យមើលតើសំឡេងរបស់ show ហ្នឹងឮក៏មិនបានសហការីក៏គ្មាននិយាយទៅគឺផ្លុំខ្លុយក៏ខ្លួនឯងកូតត្រក៏ខ្លួនឯងស្គរក៏ខ្លួនឯងដេញហ្គីតាមកមុខមករោងហ្នឹងនិយាយទៅមកវង់ភ្លេងហ្នឹងគឺម្នាក់ឯងសុទ្ធសាធតែអញ្ចឹងទៅវាមានការឆក់ល្វែងច្រើនមែនតើហើយខ្ញុំពិតជាសូមអធិស្ឋានបងប្អូនផងដែលការងារនេះវាម្នាក់ឯងពេកហើយប្រឹងប្រែងធ្វើកិច្ចការងារសម្រាប់មួយស្ថាប័នគេកាលខ្ញុំធ្វើការនៅអាស៊ីសេរីម្ដងទៀតបងប្អូនគ្នា60នាក់យើងធ្វើព័ត៌មានបានតែ1ម៉ោងផងនៅក្នុងមួយថ្ងៃ2ម៉ោងដូច្នេះយើងមានគ្នាច្រើនហើយប៉ុណ្ណឹងនៅតែមានការឆ្លោះឆ្លួយចុះតម្រាំម្នាក់ឯងអត់មានអ្នកជួយស្ដាប់អ្នកជួយផ្ទៀងអីទាំងអស់ប៉ុន្តែយ៉ាងណាពេលដែលស្ដាប់ show ហ្នឹងឡើងវិញតែពេលដែលខ្ញុំកាត់ចុះបង្ហោះឡើងវិញស្រាប់តែនាទី57ស្រាប់តែបាត់ឈឹងហើយខ្ញុំធ្វើដល់ទៅ1ម៉ោង5-10នាទីខ្ញុំអង្គុយសើចខ្លួនឯងថាហើយចុះមកកណាត់ទៀតនៅឯណាឥឡូវនេះបានដឹងថាបង្អែមមកផ្ទះធំនេះគឺគ្រាន់តែជម្រាបជូនអំពីមុខម្ហូបមុខបង្អែមតែប៉ុណ្ណឹងហើយដល់ពេលចុងក្រោយបងប្អូនអាចបានទទួលទានសោះគឺដូចថាដូចកុហកអញ្ចឹងណាខ្ញុំមិនមានចេតនាកុហកបងប្អូនទេតែបងប្អូនយ៉ាងណាគឺខ្ញុំនឹងជម្រាបជូនព័ត៌មាននឹងសងវិញហើយនឹងជូនព័ត៌មានថ្មីសម្រាប់ថ្ងៃនេះបាទទី1គឺតកតងនឹងអ្វីដែលជាក្តីរំពឹងទុកសម្រាប់ការប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC ដែលនឹងប្រព្រឹត្តទៅថ្ងៃនេះវេលាម៉ោង4រសៀលនេះនៅឯទឹកដីថៃខេត្តចន្ទបុរីតាមការគ្រោងទុកបាទទី2គឺសមាជិកសភាឥណ្ឌាគឺអតីតសមាជិកសភាឥណ្ឌាថ្កោលទោសថៃរឿងឈូសកំទេចព្រះវិស្ណុឬក៏រូបព្រះនរាយណ៍នៅឯច្រកអានសេះលោកមូនពេជ្រថាការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានទទួលពាក្យបណ្ដឹងរបស់លោកជាផ្លូវការហើយបណ្ដឹងដែលដាក់កាលពីថ្ងៃទី4ខែធ្នូនោះលោកអ៊ុំសំអានថាលោកហ៊ុនសែនហួសហេតុពេកសូម្បីតែពេលកំពុងតែមានសង្គ្រាមក៏គាត់គំរាមចាប់ខ្មែរគ្នាឯងដាក់គុកទៀតដែរហើយនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតបងប្អូនបាទឥឡូវនេះគឺព័ត៌មានពីថ្ងៃនេះទៅបងប្អូនក្នុងកិច្ចចាប់ផ្ដើមខ្ញុំសូមចូលរួមរំលែកទុកយ៉ាងក្រៀមក្រំដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ជាពិសេសបងប្អូនយោធាកងទ័ពរបស់យើងនៅជួរមុខដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិនៅក្នុងពេលដែលថៃកំពុងតែឈ្លានពានប្រទេសកម្ពុជាយ៉ាងក៏ក្លឿនហើយទម្លាក់គ្រាប់គ្មានសល់សាច់ទេគឺសោះសពទីកន្លែងហើយ F16 នៅពេលនេះគឺកំពុងតែទម្លាក់គ្រប់ទិសទីហើយកាន់តែជ្រៅទៅកាន់តែដល់ទីឋានភូមិរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងរត់ចាកចោលស្រុកផ្ទះសម្បែងអស់ហើយបងប្អូននៅតំបន់ព្រំដែនហ្នឹងគួរឲ្យសោកសង្រេងមែនតើដែលគេហៅថាស្រមោលអតីតកាលក៏កំពុងតែលងអន្ទូលតាមប្រាណដែលធ្វើឲ្យប្រជាពលរដ្ឋដែលបាក់ស្បាត30-40ឆ្នាំទៅហើយនេះឥឡូវនេះคล้ายទៅជារឿងបាក់ស្បាតមួយថ្មីទៀតរត់ចោលផ្ទះសម្បែងត្រូវក្របផ្លោងក្របអីធ្លាក់ហើយជារឿងមួយគួរឲ្យអាណាយធម៌មែនតើខ្ញុំពិតជាចូលរួមរំលែកទុកហើយនឹងបួងសួងសូមឲ្យស្ថានភាពដាបនៅព្រំដែននេះឆាប់បានវិលត្រឡប់ទៅភាពប្រសើរជាងនេះដើម្បីឲ្យបងប្អូនឥឡូវនេះអ្នកដែលជនភៀសខ្លួនឬក៏ភៀសសឹកនោះកើនឡើងដល់ទៅជាង6សែនអ្នកទៅហើយអ្នកស្លាប់ដែលជាជនស៊ីវិលកើនឡើងដល់ទៅជាង20អ្នកទៅហើយដូច្នេះចំនួននេះនឹងកើនឡើងជាបន្តទៀតនៅពេលដែលការប្រយុទ្ធគ្នានៅទល់ដែនក៏កាន់តែសន្ធាប់មិនថយដៃព្រោះអីថៃនៅតែបន្តឈ្លានពានទម្លាក់គ្រាប់បន្ថែមទៀតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយកម្ពុជាជាម្ចាស់ផ្ទះស្របច្បាប់ជាម្ចាស់អធិបតេយ្យមានសិទ្ធិការពារខ្លួននិងប្លង់ទៅរកជំរំ
កន្លែងដែលយោធាថៃមកបោះទីតាំងឬរំលោភដែនអធិបតេយ្យរបស់កម្ពុជាមូលហេតុនេះហើយដែលធ្វើឲ្យការបាញ់ផ្លោងដាក់គ្នានេះគឺនឹងមិនឈប់ទេហើយការដែលមិនឈប់គឺកម្ពុជារក្សាសិទ្ធិការពារខ្លួនប៉ុន្តែថៃចោទថាការការពារខ្លួននេះគឺជាការដែលឈ្លានពានផ្លោងដាក់ចូលទៅតំបន់ស៊ីវិលរបស់ថៃធ្វើឲ្យថៃគិតតែផ្លោងថែមឬក៏ទម្លាក់គ្រាប់កាន់តែជ្រៅទៅហើយនឹងរៀលដាលកាន់តែខ្លាំងឡើងបន្ថែមទៀតបាទរហូតដល់ទៅមានតេ50ទម្លាក់គ្រាប់នៅសំពៅលូននៅបាត់ដំបងនោះយើងមិនទាន់ដឹងព័ត៌មានច្បាស់ការពីក្រសួងការពារជាតិទេប៉ុន្តែបងប្អូនដែលជាជនរងគ្រោះនឹងរាយការណ៍មកថាគ្រាប់នេះគឺធ្លាក់ធ្វើឲ្យមានមនុស្សរបួសនិងស្លាប់ជាច្រើនអ្នកយើងរងចាំមើលតើក្រសួងការពារជាតិនឹងផ្សាយសេចក្តីជូនដំណឹងនេះយ៉ាងណាប៉ុន្តែដូចខ្ញុំជម្រាបអញ្ចឹងថាជារឿងគួរឲ្យសោកសង្រេងណាស់យើងរស់នៅក្នុងដែនដីអធិបតេយ្យរបស់យើងសោះយើងរស់នៅក្នុងផ្ទះយើងសោះយើងរស់នៅក្នុងដីយើងសោះសុំតែសេចក្តីសុខអត់បានរហូតដល់គេមកទម្លាក់គ្រាប់ធ្វើឲ្យយើងប្រត់និរិះប្រត់ប្រាស់គ្រួសារបងប្អូនយ៉ាងគួរឲ្យសង្វេគបាទឥឡូវនេះគឺខ្ញុំនឹងស្លេះរឿងនេះបន្តិចប៉ុន្តែមុននឹងចូលដល់រឿងនេះគឺតកតងនឹងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅនេះដែលជាកម្រិតមួយជជែកស៊ីជម្រៅដើម្បីបន្ថយកម្ដៅព្រំដែនដែរព្រោះកម្រិត GBC នេះគឺគណៈកម្មការព្រំដែនទូទៅនេះគឺកម្រិតក្រសួងការពារជាតិបានន័យថាជាកម្រិតយោធាកម្ពុជាហើយបើតាមអ្វីដែលចុះផ្សាយនៅកាសែតរបស់ថៃគឺកាសែតបាងកក់ប៉ុស្តិ៍ដែលចុះផ្សាយនៅមុននេះប្រហែលជា1ម៉ោងបានលើកឡើងថាកិច្ចប្រជុំគណៈកម្មការកិច្ចការព្រំដែននេះទូទៅនេះគឺនឹងប្រព្រឹត្តទៅនៅម៉ោង4រសៀលនេះបាននៅប្រមាណជា3-4ម៉ោងទៀតនេះគឺគេនឹងចាប់ផ្ដើមធ្វើនៅឯខេត្តចន្ទបុរីដោយការកំណត់ទុកបើទោះបីជាកម្ពុជាស្នើសុំឲ្យទៅធ្វើនៅម៉ាឡេស៊ីទីក្រុងកាឡាលំពួរក៏ដោយក៏ប៉ុន្តែថៃនៅតែតឹងដាច់ណាត់ថាត្រូវតែធ្វើនៅដែនអធិបតេយ្យរបស់ថៃនៅជិតព្រំដែនខ្មែរថៃហ្នឹងព្រោះអីគេថាលើកមុនGBC ហ្នឹងធ្វើនៅស្រុកខ្មែរគេមកដែរអញ្ចឹងទៅធ្វើនៅថៃម្ដងក៏មិនអីដែរហើយមិនចង់ឲ្យប្រទេសទី3ណាលូកដៃទៀតចង់ឲ្យតែខ្មែរនិងថៃដោះស្រាយបញ្ហាហ្នឹងរួមគ្នាអញ្ចឹងហើយនៅក្នុងម៉ោង4រសៀលហ្នឹងគឺអ្វីដែលនឹងជជែកគឺមិនមែនជជែកតែមួយថ្ងៃទេគឺគ្រោងធ្វើ3ថ្ងៃ24 25 26 27 4ថ្ងៃឯណោះបើយើងគិតទៅដោយប្រហែលជាធ្វើដូចលើកមុនអញ្ចឹងគឺកម្រិតលេខាធិការដ្ឋានហ្នឹងគឺកម្រិតបច្ចេកទេសហ្នឹងជជែកគ្នាដាក់លក្ខខណ្ឌឬក៏ដោះស្រាយបញ្ហាចំណុចលម្អិតហើយសិនទៅចាំដល់ថ្ងៃចុងក្រោយវាយផ្ដាច់គឺរដ្ឋមន្ត្រីការពារជាតិថៃនិងរដ្ឋមន្ត្រីការពារជាតិខ្មែរហ្នឹងគឺលោកទាសីហាហើយនិងលោកណត្តភងศ์ណាផានិចហ្នឹងជួបគ្នាទៅហើយចុះសេចក្តីថ្លែងការណ៍រួមអីអញ្ចឹងទៅដោយអ្វីដែលធ្លាប់ធ្វើកន្លងមកដែរបាទនេះបើតាមអ្វីដែលជាការគ្រោងទុកហើយដែលមានចុះផ្សាយនៅសារព័ត៌មានបាងកក់ប៉ុស្តិ៍នេះបាទហើយប៉ុន្តែអ្វីដែលគួរឲ្យមិនមែនថាចាប់អារម្មណ៍ទេមិនមានអីភ្ញាក់ផ្អើលគឺថៃនៅតែកំណត់លក្ខខណ្ឌដដែលបាទថៃដាក់លក្ខខណ្ឌចំនួន3គឺទី1ឲ្យកម្ពុជាត្រូវតែប្រកាសឈប់បាញ់មុនទើបថៃឈប់បាញ់តាមក្រោយហើយនឹងទី2គឺការឈប់បាញ់ហ្នឹងទៀតសោតគឺត្រូវតែជាការឈប់បាញ់ដោយស្មោះសរហើយឈប់បាញ់ឲ្យមែនតែនកុំសម្ោចក្នុងខោហើយត្រូវតែមានក្រុមសង្កេតការអាស៊ានទៅឃ្លាំមើលផងបើសិនជាខ្មែរសម្ោចក្នុងខោណាទៅជាដាក់សម្ពាធទៅលើខ្មែរសុតសាតចឹងឲ្យចុះថៃមិនវិញថៃមិនមែនសម្ោចក្នុងខោទេថៃគឺសង្អានៅក្នុងខោគឺម៉ាល់ក្នុងខោផងក៏តែមិនដឹងព្រោះដូចថាខ្លាំងមែនតើអត់នៅស្ងៀមសោះហើយទី3ថៃកំណត់ថាកម្ពុជាត្រូវតែសហការដោយស្មោះត្រង់ស្មោះសរដោះមីនឲ្យអស់ពីព្រំដែនកម្ពុជាថៃការដោះមីននេះគឺដែលជាការដែលថៃចង់បានយូរហើយការឈប់បាញ់នឹងទៀតសោតបើប្រកាសភ្លាមឲ្យតែខ្មែរប្រកាសភ្លាមគឺត្រូវអនុវត្តភ្លាមពេលដែលចប់កិច្ចប្រជុំ GBC ហ្នឹងតែម្ដងកិច្ចប្រជុំអញ្ចឹងបានន័យថាម៉េចបើគេត្រូវគ្នាគឺបាត់ឈប់បាញ់ហ្នឹងគឺត្រូវធ្វើនៅពេលចប់ប្រជុំថ្ងៃ27បងប្អូនអញ្ចឹងបានន័យថាម៉េចបាញ់គ្នាសម្រុកប្រហែលថ្ងៃហ្នឹងទៀតរហូតដល់ថ្ងៃ27ហ្នឹងក្នុងករណីដែលត្រូវគ្នាផងយើងនៅបាញ់គ្នាប្រហែលថ្ងៃទៀតឥឡូវថ្ងៃនេះ23 24 25 26 27 3ថ្ងៃទៀត4ថ្ងៃហ្នឹងទៀតគឺបាញ់គ្នាស្រោចទៀតអញ្ចឹងចុះឲ្យបើអត់ត្រូវគ្នាបាញ់គ្នាប្រហែលថ្ងៃទៀតហើយវេទនាណាស់បងប្អូនប៉ុន្តែឥឡូវខ្ញុំចង់និយាយអំពីអ្វីដែលយើងរំពឹងទុកពីការដែលជួបគ្នាជាមួយនឹងភាគីថៃនៅឯចន្ទបុរីនេះខ្ញុំជឿថាបើតាមអ្វីដែលជារឿងបច្ចេកទេសអ្វីនឹងប្រព្រឹត្តទៅដូចធម្មតាគឺការងារបច្ចេកទេសនឹងចេះតែចែកចឹងទៅមិនអញ្ចឹងណាថៃគេលើកឡើងថាកម្ពុជាត្រូវតែ
អនុវត្តតាម3ចំណុចដែលជាលក្ខខណ្ឌរបស់គេប៉ុន្តែកម្ពុជាខ្លួនឯងក៏បានលើកឡើងស្នើសុំឲ្យមានបទឈប់បាញ់គឺប្រកាសព្រមគ្នាខ្ញុំជឿថារឿងនេះគឺជាការដាក់លក្ខខណ្ឌទៅវិញទៅមកទេដូច្នេះខ្ញុំអាចនឹងសន្និដ្ឋានបានថាដល់ដំណាក់កាលចុងក្រោយណាមួយនេះភាគីទាំងពីរអាចនឹងព្រមព្រៀងគ្នានៅក្នុងការប្រកាសឈប់បាញ់ព្រមគ្នាបានន័យថាមិនបាច់ខ្មែរអ្នកប្រកាសហើយក៏មិនបាច់ថៃអ្នកប្រកាសដែរគឺចេញសេចក្តីថ្លែងការណ៍រួមគ្នាទៅពីកិច្ចប្រជុំ GBC ហ្នឹងហើយកំណត់យកម៉ោង10យប់ថ្ងៃទី27អញ្ចឹងទៅឧទាហរណ៍ឬក៏12យប់ថ្ងៃទី27ខែធ្នូហ្នឹងគឺជាថ្ងៃដែលត្រូវអនុវត្តប័ណ្ណឈប់បាញ់នៅក្រៅកិច្ចប្រជុំហ្នឹងអញ្ចឹងទៅអានេះទៅជាដំណោះស្រាយដែលអាចទៅរួចព្រោះអីបើឲ្យខ្មែរប្រកាសថាសុំឈប់បាញ់មុនខ្មែរចង់ពិបាកណាស់ព្រោះអីតាហ៊ានថាគឺថៃនឹងចោទថាខ្មែរជាអ្នកសម្អោចក្នុងខោគឺរឿងហើយប៉ុន្តែរឿងសំណើរបស់ថៃទី2ទី3អត់ពិបាកទេខ្ញុំជឿថាកម្ពុជាច្បាស់ជាព្រមហើយព្រោះអីកម្ពុជាធ្លាប់ព្រមយូរហើយតាំងពីចំណុច4ខកាលពីលើកមុនមកម៉េះយើងព្រមគេហើយតាយើងព្រមឲ្យដោះមីនហ្នឹងគ្រាន់តែដោះមីនសាកល្បងមនុស្សធម៌អីអញ្ចឹងទៅក៏ថៃទាឲ្យដោះ13ទីតាំងចំការមីនខ្មែរសុំសាកល្បងសិននៅតំបន់ព្រៃច័ន្ទភូមិជោគជ័យអីអញ្ចឹងទៅហើយក្រោយមកទៀតក៏ព្រមព្រៀង5ចំការឬក៏5កន្លែងអីទៀតអញ្ចឹងទៅតែថៃនៅតែចង់ឲ្យដោះទាំងអស់អា13កន្លែងដែលថៃចង់ឲ្យបានដោះអីអញ្ចឹងទៅដើម្បីសកាត់កកម្ពុជាឲ្យទទួលស្គាល់ថាកម្ពុជាមានដាក់មីនថ្មីអីអញ្ចឹងទៅរឿងនេះគឺជារឿងនយោបាយច្រើនដែរព្រោះថៃចង់លៀបពណ៌ធ្វើម៉េចឲ្យសហគមន៍អន្តរជាតិជឿថាកម្ពុជានៅតែដាក់មីនរំលោភអនុសញ្ញាអូតាវ៉ាឆ្នាំ1999ដែលប្រទេសកម្ពុជាជាហត្ថលេខីព្រោះមានដាក់មីនថ្មីឥឡូវព្រមដោះមីនអីអញ្ចឹងទៅព្រោះអត់មានសុកកម្ពុជាត្រូវការដោះមីននៅព្រំដែនហ្នឹងទេកម្ពុជាអត់ត្រូវការដោះមីននៅព្រំដែនហ្នឹងតតែសោះព្រោះអីចំការមីនចាស់នៅសម័យសង្គ្រាមតាំងពីសល់ពីណានៃមកតាមពិតគឺជារបងដ៏រឹងមាំសម្រាប់ទប់ថៃកុំឲ្យចូលឈ្លានពានកម្ពុជាតាបើសិនជាថៃដូចសម័យក្នុងខោរាល់ថ្ងៃនេះបើដោះមីនអស់គឺកម្ពុជាដូចបើករបងឆ្ការឫស្សីព្រៃឫស្សីឲ្យថៃបាច់ប្រាក់ដួងអញ្ចឹងអាហ្នឹងវាអត់មានអីខុសទេដូច្នេះតែឥឡូវបើសិនជាកម្ពុជាប្រកែករឿងហ្នឹងគឺថៃគេច្បាស់ជាចោទកម្ពុជាអំពីភាពមិនស្មោះត្រង់ហើយអាភាពមិនស្មោះត្រង់មិនសហការអីហ្នឹងគឺថៃយកលេសបាញ់ទៀតអត់មានបទជប់បាញ់អញ្ចឹងដូច្នេះខ្ញុំជឿថារឿងនេះអាចកម្ពុជាយល់ព្រមនឹងជប់បាញ់ដកកភ្លើងដកអាវុធដកអីហ្នឹងថៃខ្មែរយើងដកតែមុនតែអញ្ចឹងតែរហូតទេឲ្យតែឲ្យតែមានបទជប់បាញ់ខ្មែរធ្វើតាមហើយចាំមើលនៅពេលដែលថៃកំណត់លក្ខខណ្ឌទាំង3នេះណាកម្ពុជាអាចនឹងពិបាកមែនតើនៅក្នុងការដាក់លក្ខខណ្ឌទៅថៃវិញណាលក្ខខណ្ឌកម្ពុជាអត់មានលក្ខខណ្ឌអីទេគឺសុំឲ្យថៃប្រកាសបទជប់បាញ់ព្រមគ្នាជាមួយកម្ពុជាកុំឲ្យកម្ពុជាប្រកាសមុនអាចតែប៉ុណ្្នឹងឯងព្រោះថៃគេកំពុងតែកំណត់លក្ខខណ្ឌគេឲ្យខ្ពស់ដើម្បីឲ្យខ្មែរឡៃតែវល់ដើម្បីចរចាជាមួយអាលក្ខខណ្ឌដែលកុំឲ្យខ្មែរប្រកាសមុនសុកចិត្តប្រកាសព្រមគ្នាហ្នឹងហើយព្រមតាមលក្ខខណ្ឌដទៃទៀតរបស់ថៃដូចជារឿងដកកភ្លើងឬក៏អនុវត្តបទជប់បាញ់ឲ្យមានប្រសិទ្ធភាពហើយមានចែងជាលេខលក្ខអក្សរថាព្រមធ្វើតាមឲ្យខាងតែបានមិនសម័យក្នុងខោលក្ខនឹងលក្ខហើយឲ្យមានអ្នកសង្កេតការណ៍នេះអីគឺវាទៅជាយើងហ្នឹងគេដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដូចយើងមានទោសទៅវិញណាបងប្អូនតែយើងច្បាស់ជាអាចទទួលក្នុងករណីហ្នឹងពួកអីអត់មានជំរឿសយើងមានជំរឿសមកពីណាឥឡូវបើទីតាំងជាច្រើននៅតំបន់ព្រំដែនគេវាយពាត់យកចង់អស់ហើយហ្នឹងគេដេញគេដាក់ទងជ័យគេបាញ់សន្ធាប់ទម្លាក់គ្រាប់ធ្វើឲ្យខ្ទេចខ្ទីគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅម្ដុំតំបន់ដែលថៃគេផ្សាយលទ្ធផលមកគឺ17កន្លែងអត់តែមួយកន្លែងទេកំពុងតែប្រទីងបតុងគ្នាខ្លាំងក្រៅពីហ្នឹងគឺគេវាយរំលោភបំពានឈ្លានពានយកចង់អស់ហើយហ្នឹងទីតាំងសំខាន់ដែលគេមានដាក់ពណ៌ឲ្យយើងទៀតគឺតាមព្រំដែនហ្នឹងគឺទីតាំង16កន្លែងក្នុងចំណោម17កន្លែងហ្នឹងមាន6ទីតាំងគឺគេឈរជើងម្ចាស់ការទាំងស្រុង5ទីតាំងគឺគេដណ្ដើមបានកំពុងតាមដានមើល3ទីតាំងដណ្ដើមយកទៅគ្រប់គ្រងបានមួយផ្នែកនិងមួយទីតាំងគឺជាទីតាំងដែលប្រទីងបតុងគ្នាមានតែមួយទេក្រៅពីហ្នឹងគឺគេគ្រប់គ្រងបានច្រើនប៉ុន្តែព័ត៌មាននេះគឺមានតែខាងភាគីថៃទេភាគីកម្ពុជាក្រសួងការពារជាតិអត់ទាន់និយាយអីទាំងអស់មិនទាត់ចោលថាមិនពិតហើយក៏មិនទទួលស្គាល់ព័ត៌មានហ្នឹងឬក៏យ៉ាងម៉េចដែរថាคล้ายអត់ទេគឺសុកចិត្តនៅស្ងៀមជាងស្រដីតាពីជ័យខ្ចីជាងតនេមាត់បាទឥឡូវនេះយើងចាំមើលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិក៏ប៉ុន្តែមិនមានទេឃើញតែទាហានថៃចូលរលគ្រប់តែកន្លែងអញ្ចឹងឬមួយក៏យើងអាចគិតថាវាមិនទាន់ណែចប់ការបាញ់គ្នាមានប័ណ្ណឈប់បាញ់ផងកុំប្រកាសថានៅកន្លែងណាកន្លែងហ្នឹងបងប្អូនដោយសារតែអត់ទាន់មានប័ណ្ណឈប់បាញ់ហ្នឹងហើយបានថៃបាញ់ថែមរហូតដោយសារតែឈរជើងបានតំបន់ទាំងអស់នេះ
កម្ពុជាចង់ត្រូវបាញ់ស្រោចកជ្រួចវង21 BM21 ដើម្បីទៅកំតិចកន្លែងដែលថៃចូលមកហ្នឹងយ៉ាងហោចណាស់ក៏ដើម្បីឲ្យថៃទ្រាំមិនបានដកចេញទៅវិញអីចឹងទៅហើយនៅពេលដែលយើងបាញ់កជ្រួចវងកាន់តែខ្លាំងថៃក៏កាន់តែយក F16 មកទម្លាក់រកមើលទីតាំងកជ្រួចវងរបស់យើងហ្នឹងដើម្បីទម្លាក់កំតិចទីតាំងហ្នឹងទៀតដូច្នេះរឿងហ្នឹងវាអត់ចប់កន្លែងហ្នឹងកម្ពុជាវាយដើម្បីបដិញថៃទៅវិញថៃគេវាយដើម្បីផ្ដាច់ជីបចររបស់យើងកុំឲ្យតដៃព្រោះគេចាប់ផ្ដើមយកដែនទាំងអស់នោះបានហើយក្នុងរយៈពេល 3-4 ថ្ងៃនេះបើសិនជាយើងមិនអាចវាយបណ្ដេញទាហានថៃចេញទៅដែនថៃវិញទេគឺថៃនឹងគ្រប់គ្រងយកតំបន់ទាំងអស់នេះហើយនៅពេលដែលមានប័ណ្ណព្រមព្រៀងជប់បាញ់មួយទៀតឬក៏ព្រមទៅអនុវត្តប័ណ្ណជប់បាញ់ប្រកាសថាឥឡូវចាប់ផ្ដើមជប់បាញ់នៅកន្លែងណានៅកន្លែងហ្នឹងតែម្ដងតែនៅកន្លែងណានៅកន្លែងហ្នឹងថៃវាយបលាលួសពាត់យកនៅកន្លែងហ្នឹងគឺយើងចាប់ហើយយើងចាំជជែកថាអូនៅពេលហ្នឹងយើងចាំទាថៃមកវិញលើកលែងតែកម្ពុជាដាក់សំណើនៅក្នុងកិច្ចព្រមព្រៀងនៃការឈប់បាញ់នៅក្នុងគណៈកម្មការកិច្ចការព្រំដែនរួមនេះទូទៅនេះប្រាប់ថាពេលប្រកាសឈប់បាញ់ហើយគឺទាល់តែថៃដកទ័ពចេញពីតំបន់ដែលកំពុងតែគ្រប់គ្រងលើដែនអធិបតេយ្យកម្ពុជាឲ្យអស់រហូតដល់ទៅមុនថ្ងៃទី24ខែកក្កដានោះបើសិនជាកម្ពុជាហ៊ានលើកសំណើបែបនេះហើយបើសិនជាថៃមិនព្រមកុំមានប័ណ្ណឈប់បាញ់អានឹងបានឈ្នះថៃបើយើងព្រមថាឥឡូវប្រកាសតែព្រមគ្នាហើយព្រមព្រៀងគ្នាហើយណានៅហ្នឹងគឺថៃគ្រប់គ្រងតំបន់ទាំងអស់ហ្នឹងគឺនៅហ្នឹងហើយលើកលែងតែរយៈពេល2ថ្ងៃហ្នឹងរហូតដល់ថ្ងៃទី27ហ្នឹងទ័ពកម្ពុជាយើងបាញ់ស្រោចទៅលើទីតាំងរបស់ថៃហ្នឹងកំទេចទាហានថៃឲ្យស្លាប់ទាំងអស់ហើយយើងអាចទៅឈរជើងនៅទីនោះបានទេទើបទៅពេលដែលគេកំណត់ថានៅកន្លែងណាកន្លែងហ្នឹងបានយើងឈ្នះតើយើងមានរំពឹងអីដែលថាទាហានខ្មែរយើងពិតជាអាចនឹងទៅវាយយកទៅទឹកដីឬក៏ដីកន្លែងថៃកំពុងតែឈូសឆាយរំលាយខ្ទេចខ្ទីហើយយករថក្រោះពេញទឹកពេញដីហ្នឹងព្រោះអីតែយើងចូលទៅថៃគេយកលេសម្ដងទៀតបងប្អូនតែយើងចូលទៅថៃយកលេសមាន drone អត្តឃាត drone ទម្លាក់គ្រាប់ផងមានយន្តហោះប្រដេញតាមពិតខ្មែរយើងមែនតើទប់ជាមួយថៃប្របាក់តែមួយយ៉ាងគឺយន្តហោះប្រដេញ F16 និង Gripen Fighter Jets ហ្នឹងបើអត់អាហ្នឹងថ្មើរជើងដូចជាប្របាក់ស៊ីគ្នាបន្តិចបាទប៉ុន្តែយើងមិនអាចទប់ថៃបានជាមួយនឹងអាយន្តហោះហ្នឹងតែម្ដងហើយយើងនេះគឺជារឿងមួយដែលអកុសលមែនតើដែលខ្ញុំអាសូរបងប្អូនទាហានយើងនៅជួរមុខណាស់ដែលទឹកចិត្តមោះមុតក្លាហានអស្ចារ្យក៏ប៉ុន្តែជួបជាមួយនឹងបាក់សាដែកនេះគឺបាក់សាស្លាប់ដែកនេះគឺយើងពិបាកតស៊ូណាស់ហើយខ្ញុំសរសើរការប្រឹងប្រែងរបស់បងប្អូនយុទ្ធមិត្តរបស់យើងប្រឹងអស់ពីលទ្ធភាពហើយដែលរឿងដែលគួរឲ្យអកុសលហ្នឹងគឺយើងប្រយុទ្ធជាមួយនឹងមនុស្សយន្តណាវាយកមនុស្សមែនតើហ្នឹងយកទៅប្រយុទ្ធជាមួយនឹងកាភ្លើងយន្តឬគ្រឿងយន្តណាអយុធធម៌ណារឿងនេះគឺជាសង្គ្រាមមួយដ៏អយុត្តិធម៌សម្រាប់ទាហានខ្មែរមែនតើឥឡូវខ្ញុំគិតថាដូចខ្ញុំនិយាយចឹងថាអ្វីដែលខ្ញុំសង្ឃឹមមានតែមួយទេគឺកម្ពុជានឹងឲ្យស្នើថៃបានត្រឹមថាសុំប្រកាសឈប់បាញ់ក្នុងពេលដំណាលគ្នាក្រៅពីហ្នឹងលក្ខខណ្ឌទាំងប្រមាណយើងនឹងធ្វើតាមថៃទៀតហើយអារឿងស្អីផ្សេងទៀតដោះមានដោះអីណាហើយឲ្យយើងដាក់លក្ខខណ្ឌទៅគេយើងច្បាស់ជាអត់មានទេដាក់អត់បានយើងអាចនឹងលើកបានប៉ុន្តែថៃច្បាស់ជាមិនយកទេព្រោះអីថៃចង់ឲ្យយើងប្រកាសឈប់បាញ់មុនហើយខ្មែរច្បាស់ឲ្យថាប្រកាសឈប់បាញ់ហ្នឹងអត់ធ្វើទេអញ្ចឹងនៅពេលដែលអញ្ចឹងថៃនឹងអាចដាក់លក្ខខណ្ឌហ្នឹងមកថាអូខេឥឡូវបើអត់ប្រកាសជប់បាញ់មុនក៏បានដែរក៏ប៉ុន្តែប្រកាសព្រមគ្នាតែឲ្យយកលក្ខខណ្ឌផ្សេងទៀតរបស់ថៃហើយអ្នកណានៅហ្នឹងបានន័យថាថៃគ្រប់គ្រងបាននៅកន្លែងណាគឺជាទីតាំងរបស់ថៃហើយយើងចាប់ផ្ដើមដោះស្រាយស្ថានភាពហ្នឹងឲ្យតិចអញ្ចឹងទៅហើយបើសិនជាកម្ពុជាតតាំងជាមួយថៃរឿងអាលក្ខខណ្ឌ2របស់ថៃនឹងទៀតថៃគេនឹងកិច្ចកុកអីផ្សេងទៀតទៅដូច្នេះថៃមានប្រៀបច្រើនជាងខ្មែរខ្លាំងបំផុតនៅក្នុងការចរចាទ្វេភាគីបែបនេះព្រោះអត់មានអាញាកណ្ដាលបើមានអាញាកណ្ដាលតតែវាយគ្នាគ្មានទីបញ្ចប់ទៀតតតែអាស៊ានចូលមកម្ដងទៀតអាមេរិកចូលមកម្ដងទៀតប៉ុន្តែសហគមន៍អន្តរជាតិពេលខ្លះគេនឿយណាយនឹងយើងដែរបងប្អូនគេនឿយណាយត្រង់ថាវាអត់បានផលម្ដងហើយជាពីរដងយើងមិនមែនកូនក្មេងបៀមដៃណាយើងជាមនុស្សចាស់ទុំអស់ហើយសិនអ្នកនយោបាយដែលចាស់ភាសាអស់ទៅហើយរួចតដល់ពេលហើយស្រាប់តែចេញមកមានរឿងអញ្ចឹងហើយគេមកដដែលអញ្ចឹងទៅវាคล้ายទៅជារឿងនយោបាយវាលែងជារឿងបច្ចេកទេសហើយរឿងនេះហើយដែលធ្វើឲ្យពិភពលោកធុញទ្រាន់
ព្រោះអីនៅរុស្ស៊ីនៅអ៊ុយក្រែនហ្នឹងគេដោះស្រាយមិនទាន់ចប់ផងជារឿងមួយដ៏សំខាន់តាក់ទងនឹងសហភាពអឺរ៉ុបតាក់ទងនឹងសន្តិភាពធ្នាប់ពិភពលោកអីដែរហើយដល់ពេលមកមើលរឿងខ្មែរយើងនេះការពិតវាដូចថាប្រទេសយើងតូចយើងអត់សូវមានគ្នាទៀតវាដូចថាឯកោឃើញបានអាមេរិកជួយមួយម៉ាត់ពីរដែរប៉ុន្តែអាមេរិកដូចជាមានផលប្រយោជន៍ជាមួយថៃច្រើនជាងជាមួយយើងណាចឹងហើយបានទៅថាសេចក្តីសង្ឃឹមរបស់ខ្មែរចាប់ពីពេលនេះទៅមានតែខ្មែរយើងទេគ្មាននរណាជួយខ្មែរជាងខ្មែរទេចឹងហើយបានឲ្យយើងនាំគ្នាចេះសាមគ្គីគ្នាចេះបង្រួបបង្រួមចេះផ្សះផ្សាជាតិហើយស្រឡាញ់ខ្មែរឲ្យបានច្រើនជាងមុនខ្មែរគ្នាយើងនឹងនិន្នាការគណៈបកនយោបាយណាក៏ដោយឲ្យខ្ញុំម្ដងទៀតការបង្រួបបង្រួមផ្សះផ្សាជាតិខ្មែរនេះផ្ដើមចេញពីគណៈបកប្រជាជនកម្ពុជាព្រោះអីគាត់គឺជាអ្នកបំផ្លាញក្រមប្រឆាំងធ្វើឲ្យគេមានបញ្ហាជាជនរងគ្រោះអត់មានយុត្តិធម៌អញ្ចឹងក្រមគេក៏ចាំតែសងសឹកចាំតែរករឿងដើម្បីឱកាសផុចផលឲ្យដើម្បីយកពេលហ្នឹងមកតវ៉ាហើយដោយសារតែពួកគាត់រកឱកាសមកតវ៉ាហ្នឹងហើយបានជាញយដងយើងច្រើនតែលឺសូសាងើបមួយវាយមួយហ្នឹងគឺចេញជារហូតហើយមកដល់ម៉ោងនេះស្រាប់តែចេញសាររបស់លោកប្រធានព្រឹទ្ធសភាកម្ពុជាសារនេះប្រហែលជាមិនមែនជាសារចាស់ពេកទេព្រោះអីយើងដឹងហើយនៅពេលដែលមានចំនួនព្រំដែនកម្ពុជាថៃនេះគឺប្រជាពលរដ្ឋខ្មែរមានការថ្នាំងថ្នាក់ចិត្តច្រើនជាមួយនឹងរដ្ឋាភិបាលតាក់ទងនឹងការគ្រប់គ្រងទាហានតាក់ទងនឹងបញ្ហាអំពើពុករលួយតាក់ទងនឹងបញ្ហាអី100ចំពុកតាក់ទងនឹងការសន្យាកុហកថាមានសំណាញ់មេឃឲ្យមិនយកទៅបាញ់យន្តហោះប្រដេញ F16 ថៃនិង Gripen Fighter Jet របស់ស៊ុយអែតដែលទម្លាក់គ្រាប់ស្លាប់ទាហានយើងមកកណក៏ដឹកមិនអាចធ្វើអីថៃបានចុងក្រោយទៅធ្វើឲ្យមានការយំស្រែកសួរថាតើសំណាញ់មេឃនឹងនៅឯណាអញ្ចឹងទៅហើយបញ្ហាខ្វះខាតស្បៀងអាហារសម្រាប់យោធាជួមុខអីនឹងនាំគ្នាអង្គាសលុយពីប្រជាពលរដ្ឋគេសួរថាថវិកាជាតិនៅឯណាលាក់នឹងលាក់អីចឹងក៏ច្រើនដល់អញ្ចឹងហើយអាការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក៏មិនប្តឹងខាង ICJ នោះក៏មិនប្តឹងអីចឹងទៅប្រជាពលរដ្ឋចេះតែឆ្ងល់ចេះតែសួរអីទៅវាធ្វើឲ្យមានការថ្នាំងថ្នាក់មានការរិះគន់ការមិនពេញចិត្តចាប់ផ្ដើមមានការរិះគន់តាមបណ្ដាញសង្គមអ្នកខ្លះរហូតដល់ជេរបតិចផ្ដាសាអីក៏មានដែររហូតតតែចេញសារមួយថ្មីនេះតាមបណ្ដាញសង្គមដែលឮសារដែលជាសម្លេងរបស់លោកហ៊ុនសែនហើយខ្ញុំជឿថាមិន AI ទេព្រោះអីខ្ញុំថា AI គេអាចធ្វើបានសម្លេងលោកហ៊ុនសែនអត់ពិបាកទេប៉ុន្តែសម្លេង AI ឬមិន AI យើងចាំតែកន្លែងនេះមួយបានហើយបើសិនជាខាងគណៈបកប្រជាជនកម្ពុជាឬក៏ស្ថាប័នព្រឹទ្ធសភាអត់ទាត់ចោលថាព័ត៌មាននឹងគឺជាព័ត៌មាន AI គឺព័ត៌មាននឹងពិតហើយព្រោះអីគាត់ដឹងហើយសម្លេងរបស់លោកហ៊ុនសែនថ្លែងសារបែបចឹងហើយចែកផ្សាយតាមបណ្ដាញសង្គម Facebook ឡើងផុសផុលហើយបែរទៅជាអ្នកនាំពាក្យព្រឹទ្ធសភាអត់មានមួយម៉ាត់អីសោះឲ្យទាត់ចោលថាហ្នឹងជា AI ហើយខ្ញុំមិនជឿថាអ្នកនាំពាក្យព្រឹទ្ធសភាឬក៏លោកហ៊ុនសែនមកទាត់ចោលសម្លេងគាត់ហ្នឹងទេព្រោះសម្លេងនេះវាបានផលដល់ការគំរាមកំហែងប្រជាពលរដ្ឋដែរដើម្បីបន្សាបអតិពលប្រជាពលរដ្ឋក្នុងការក្រោកតបវ៉ាតតាំងអីចឹងទៅព្រោះតែលឺសារងើបមួយវាយមួយចាប់ដាក់គុកចាប់អីចឹងទៅប្រជាពលរដ្ឋបាក់ស្បាទៀតលែងហ៊ាននិយាយអីទៀតហើយការលែងហ៊ាននិយាយអីហ្នឹងគឺវាបានប្រយោជន៍ដល់អ្នកគ្រប់គ្រងរដ្ឋាភិបាលដែលគ្រប់គ្រងប្រជាពលរដ្ឋដែរព្រោះអីពងតែរពើរពើងបែបនេះតែមានប្រជាពលរដ្ឋអាចនិយាយអីបានបើចេញមតិអំពីការថ្នាក់អីគឺរដ្ឋាភិបាលច្បាស់ជាគេហៅថាភ្លើងកំតិចភ្លើងផ្កាភ្លើងប៉ិនភ្នែកមន់នឹងធ្វើឲ្យឆេះព្រៃសន្ធោសន្ធៅបានអស់មក Amazon ណាមកព្រៃ Amazon ហ្នឹងអញ្ចឹងយុទ្ធវិធីរបស់រដ្ឋាភិបាលកម្ពុជានិងគណៈបកកណ្ដាលអំណាចគ្មានអ្វីក្រៅតែពីបង្ក្រាបបំបិតមាត់សិនទេដើម្បីដោះស្រាយបញ្ហាដូច្នេះនៅក្នុងន័យនេះខ្ញុំជឿថាអាចជាសាររបស់លោកហ៊ុនសែនពិតមែនហើយលើកឡើងតែខាងក្រុមគាត់មកបដិសេធទេហើយសារនេះគឺនិយាយចេះសារនេះគឺជាសារគម្រាមកំហែងប្រជាពលរដ្ឋដែលជេរចង់និយាយប្រើពាក្យជេរខ្ញុំមិនដឹងថាពាក្យជេរនឹងជេរម្រាយឬក៏យ៉ាងម៉េចទេប៉ុន្តែជេរណាក៏បានដែរកុំឲ្យតែជេរប៉ះលោកហ៊ុនសែនតែជេរប៉ះរដ្ឋាភិបាលកម្ពុជាជេរប៉ះគណៈបកប្រជាជនកម្ពុជាជេរប៉ះថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលឬគណៈបកប្រជាជនកម្ពុជាបើជេរពួកក្រុមប្រឆាំងក៏ជេរចោះក្នុងន័យនេះអញ្ចឹងណាតែបើចូលទៅគេហទំព័ររបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតឬក្រសួងព័ត៌មានឬក៏អីហ្នឹងហើយមាន comment ជេររិះគន់រដ្ឋាភិបាលពីរឿងអសមត្ថភាពអីហ្នឹងលោកហ៊ុនសែនក៏ថា comment Facebook ណាក៏ដោយឲ្យតែប៉ះពាល់ដល់ពុកគាត់ប្រើពាក្យប្រហែលជាអាចនិយាយក៏ដល់ទៅកូនគាត់ណាម្នាក់ឬក៏អ្នកណាដែលជាកូនគាត់ហ្នឹងព្រោះអីគាត់ឃើញហៅគាត់ពុកគ្រប់គ្នាហ្នឹង
រដ្ឋាភិបាលគណៈបកប៉ះពាល់ដល់ពុកប៉ះពាល់ដល់រដ្ឋាភិបាលគណៈបកប្រជាជននៅថ្នាក់ដឹកនាំគឺត្រូវតែជាប់គុកដាច់ខាតអត់ត្រូវបានទទួលការលើកលែងទេឲ្យផ្ដាំផ្ញើតគ្នាផងគាត់ខ្លាចនិយាយទៅឮតែពី3នាក់គាត់សុំឲ្យផ្ដាំតគ្នាផងទៀតដូច្នេះរឿងនេះមិនជា AI ទេវាជាសម្លេងពិតដូចសម្លេងលោកហ៊ុនសែនច្រើនណាស់ដែលគម្រាមនេះម្ដងទៀតព្រោះ AI អត់អាចធ្វើសម្លេងដោយហ៊ុនសែនលោកហ៊ុនសែនពេកទេព្រោះអា Facebook ហ្នឹងបើតាមចំណាំមានតែសម្ដេចពុកទេដែលអាចនិយាយបានណាព្រោះបើ AI វាច្បាស់ជា Facebook ហើយអញ្ចឹងបើលោកហ៊ុនសែនគឺ Facebook បាទគឺគាត់ចាំសារដែលយើងងាយនឹងចាំថាជាសម្លេងរបស់គាត់ដែរបើថាសម្លេងផ្សេងទៀតហ្នឹងគឺជាខ្លឹមសារដូចថាសម្លេងសម្លិតរបៀបដូចថាធ្វើឲ្យបាក់បបខ្លោបខ្លាចអីហ្នឹងគឺនៅមានទម្ងន់បែបហ្នឹងដដែលម្ដងទៀតបងប្អូនបើសិនជាខាងព្រឹទ្ធសភាទាត់ចោលសម្លេងហ្នឹងអាហ្នឹងយើងដឹងថាសម្លេងមិនពិតប៉ុន្តែខ្ញុំជឿថាពួកគាត់មិនទាត់ចោលទេព្រោះវាបានចំណេញដល់រដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជានិងខាងស្ថាប័នព្រឹទ្ធសភាក្នុងការបង្ក្រាបប្រជាពលរដ្ឋមិនឲ្យហ៊ានក្រោកនិយាយរិះគន់រដ្ឋាភិបាលទេព្រោះមានរឿងច្រើនណាស់អ្នកណានិយាយរិះគន់អីក៏តែមិនបានដែរព្រោះអីយើងមើលអ្នកកសែតអ្នកអីហ្នឹងចាប់ដាក់គុកអស់ហើយចុងក្រោយហ្នឹងគឺបាត់អ្នកនាងធីសវណ្ណថាមួយដែលជាចៅនឹងតាដែលអូកលអឿនគ្នាចាក់ទឹកមិនលិចនោះដល់ពេលចុងក្រោយហ្នឹងបាត់ឈឹងតាំងពីទៅជួបហៅសាកសួរនៅប៉ុស្តិ៍ប៉ូលីសមកឬសូតែជាប់ពន្ធនាគារបាត់ទៅហើយបាទប៉ុន្តែយើងអត់ទាន់ដឹងព័ត៌មានបន្ថែមទៀតទេបើបងប្អូនណាដឹងព័ត៌មាននឹងអង្គការសង្គមស៊ីវិលណាឬក៏បងប្អូនរកឃើញព័ត៌មានហ្នឹងផ្ញើឲ្យខ្ញុំដឹងផងព្រោះអីតាមពិតយើងដឹងថាអ្នកនាងធីសវណ្ណថាជាអ្នកណាហើយគាត់ធ្លាប់ធ្វើការឲ្យគណៈបកប្រជាជនកម្ពុជាចៅតាអីហ្នឹងបំផ្លាញគណៈបកប្រឆាំងសង្គ្រោះជាតិនឹងអីឡើងខ្ទេចខ្ទីហ្នឹងក៏មានចំណាយធំរបស់គាត់ដែរអ្នកនាងធីសវណ្ណថាប៉ុន្តែឥឡូវនេះយើងកុំគិតពីរឿងគាត់ចូលដៃនៅក្នុងការបំផ្លាញគណៈបកប្រឆាំងអីយើងគិតថាគាត់ខ្លាយទៅជាជនរងគ្រោះម្នាក់ដែរនៃការធ្វើទុកបុកម្នេញចំពោះសម្លេងប្រជាប្រដ្ឋនៅក្នុងការតវ៉ាយើងគិតថាគាត់ធ្លាប់គ្រប់គ្រងគណៈបកប្រជាជនកម្ពុជាឬក៏ធ្វើការឲ្យលោកហ៊ុនសែនហើយតែស្រាប់ដល់ពេលរបស់ណែរដ្ឋអាជ្ញាឬក៏ខាងផ្នែកខាងរដ្ឋបាលរបស់ក្រុងភ្នំពេញហ្នឹងគេចាប់គាត់ធ្វើទុកបុកម្នេញហើយយើងគិតថាគ្នាគាត់អីគាត់យើងកុំបាច់ឈឺក្បាលអីអាហ្នឹងតាមកម្មផលរបស់គាត់អាហ្នឹងក៏មិនជាសមស្រប 100% ដែរយើងខឹងសម្បាគាត់ពិតមែនហើយប៉ុន្តែនេះគឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយតាក់ទងនឹងសិទ្ធិសេរីភាពនៅក្នុងការនិយាយស្ដីសរសេរព័ត៌មានអីដែរចុះបើគេធ្វើគ្នាគាត់ផងគេធ្វើចោះហ្មងគ្នាអ្នកដតីតែយ៉ាងម៉េចទៅវិញយើងនិយាយដើម្បីការពារយុត្តិធម៌សម្រាប់ទាំងអស់គ្នាមិនមែនសម្រាប់តែអ្នកណាម្នាក់ទេអញ្ចឹងជួយតាមដានរឿងគាត់ផងឥឡូវសារនេះនៅពេលដែលនិយាយនៅក្នុងពេលនេះប្រជាពលរដ្ឋកំពុងតែត្រូវការស្អំចិត្តដើម្បីបង្រួបបង្រួមមានកម្លាំងមូលគ្នាដើម្បីវាយថៃឬលោកហ៊ុនសែនថាវាយចាប់គ្នាឯងដាក់គុកទៀតធ្វើឲ្យតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិតែហើយឥឡូវនេះខ្លាយទៅជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសគឺលោកអ៊ុំសំអានលោកថ្លែងសារដោយហួសហេតុគាត់ថាចេះថាលោកហ៊ុនសែនហួសហេតុពេកសំបីតែពេលកំពុងមានសង្គ្រាមក៏គាត់គម្រាមចាប់ខ្មែរគ្នាឯងដាក់គុកដែរលោកអ៊ុំសំអាននៅក្នុង Facebook គាត់ម្សិលមិញហ្នឹងគាត់សរសេរចេះលោកហ៊ុនសែនមានពេលមកគម្រាមចាប់ខ្មែរដាក់គុកទៀតស្របពេលដែលថៃកំពុងតែសម្រុកវាយឈ្លានពានទឹកដីខ្មែរហើយថៃដណ្ដើមកាន់កាប់បានទឹកដីខ្មែរជិតអស់ទៅហើយនៅតាមព្រំដែនលោកបន្តថាលោកហ៊ុនសែនគួរយកពេលនេះទៅផ្សះផ្សាជាតិជាជាងសំទោសផ្សះផ្សាជាតិរវាងខ្មែរនិងខ្មែរនិងបង្រួបបង្រួមជាតិដើម្បីប្រឆាំងសត្រូវឈ្លានពានទឹកដីហើយយកពេលទៅទប់ទល់នឹងការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃលោកអ៊ុំសំអានបន្តថារហូតមកដល់ថ្ងៃនេះថៃកំពុងគ្រប់គ្រងនៅប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីប្រាសាទខ្នាថ្មដូនច្រកអានសេះភ្នំ350ចិត្តប្រាសាទតាក្របីភ្នំ500ភ្នំ677ភូមិជោគជ័យភូមិព្រៃច័ន្ទតំបន់ច1តំបន់អូភ្លុកដំរីផ្ទះ3ខ្នងភ្នំទ្រាប់លាក់បើតាមព័ត៌មានពីទាហានជួរមុខទាហានខ្មែរកំពុងដកថយសង្គ្រប់សមរភូមិទៅហើយលោកហ៊ុនសែននៅខ្លាំងជាមួយខ្មែរគ្នាឯងទៅទៀតលោកអ៊ុំសំអានបន្តថាមូលហេតុនៃការបាត់បង់ទីតាំងទាំងនេះគឺដោយសារតែគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំងរបស់ថៃគ្រាប់ពីដ្រូនថៃនិងគ្រាប់ផ្លោងដែលអំពើពុករលួយនិងអសមត្ថភាពរបស់លោកហ៊ុនសែននៅក្នុងការដឹកនាំប្រទេសជាង40ឆ្នាំមកនេះដោយគ្មានយន្តហោះចម្បាំងសូម្បីតែមួយគ្រឿងគ្មានសំណាញ់មេឃគ្មានកាំភ្លើងបាញ់ដ្រូនគ្រប់គ្រាន់និងគ្មានដ្រូនចម្បាំងឲ្យគ្រប់គ្រាន់
លោកអ៊ុំសំអានបន្តទៀតថាសុំទោសខ្ញុំមិនចង់និយាយពាក្យទាំងអស់នេះទេនៅពេលដែលសង្គ្រាមក៏ប៉ុន្តែលោកហ៊ុនសែនហួសហេតុពេកសូម្បីតែពេលកំពុងតែមានសង្គ្រាមក៏គាត់គំរាមចាប់ខ្មែរគ្នាឯងដាក់គុកម្យ៉ាងទៀតរបបរបស់លោកហ៊ុនម៉ាណែតមិនប្តឹងចំនួនព្រំដែនជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងមិនប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយក៏មិនប្តឹងថៃទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្នាំ1991ដែរបាទនេះគឺជាប្រសាសន៍របស់លោកអ៊ុំសំអានដែលមួយរយៈកន្លងមកនេះលោកអ៊ុំសំអានហាក់បីដូចជាថ្នមពាក្យខ្លាំងណាស់ស្អំបាទន័យថាសរសើរកងទ័ពយើងជួមុខនឹងមែនតើក៏ប៉ុន្តែម្ដងនេះលោកដាក់បាតលោតធាក់ដែរហើយព្រោះប្រហែលជាអត់ទ្រាំនឹងលោកហ៊ុនសែនដែលមកដល់ម៉ោងហ្នឹងហើយនៅតែមានសារកំចាយគ្នាក៏តែមិនដឹងហើយបាទនៅក្នុងពេលជាមួយគ្នាហ្នឹងក៏ប្រធានរដ្ឋាភិបាលក្រៅប្រទេសលោកសំរងស៊ីឯនោះវិញក៏មិនបដាក់មាត់ដែរលោកសរសេរសារនៅបណ្ដាញសង្គម Facebook របស់លោកហ្នឹងថាអញ្ចេះបរទេសឈ្លានពានបង្កមហន្តរាយដល់ជាតិនិងពលរដ្ឋហ៊ុនសែនមិនហ៊ានប្តឹងមួយថ្ងៃខំប្រឹងគម្រាមតែជាតិសាសឯងហើយលោកបានសរសេរសារចុងក្រោយដោយអ្វីដែលសរសេរតាំងពី4-10ឆ្នាំមុននោះថាហ៊ុនសែនអើយចុះចេញទៅបាទនេះគឺជាប្រសាសន៍របស់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមគឺដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងជួរដឹកនាំរដ្ឋាភិបាលក្រៅប្រទេសគ្រាន់ជាការបញ្ចេញមតិរបស់ពួកគាត់នៅក្នុងការលើកឡើងនេះហើយម្ដងទៀតបងប្អូនខ្សែអត្តសម្លេងនេះយើងអត់ដឹងថាជាសម្លេងរបស់លោកហ៊ុនសែន 100% នៅឡើយទេប៉ុន្តែបើសិនជាខាងរដ្ឋាភិបាលកម្ពុជាឬក៏ព្រឹទ្ធសភាឬក៏លោកហ៊ុនសែនខ្លួនលោកមិនទាត់ចោលទេគឺព័ត៌មាននេះគឺពិត 100% ហើយបាទហើយនឹងបានប្រយោជន៍ដល់ការគម្រាមកំហែងហើយខ្ញុំនឹងមានការវិភាគបន្តិចតាក់ទងនឹងរឿងតើការគម្រាមកំហែងបានផលអ្វីខ្លះក្នុងបរិបទដែលយើងកំពុងតែមានសង្គ្រាមជាមួយថៃប៉ុន្តែមុននឹងដល់ពេលហ្នឹងខ្ញុំនឹងបង្ហាញព័ត៌មានដែលជាពាក់ពីព្រឹកបន្តិចគឺពីយប់មិញបន្តិចគឺតាក់ទងនឹងរឿងលោកមូនពេជ្របាទលោកមូនពេជ្របានសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកកាលពីម្សិលមិញលោកបានជម្រាបថាពាក្យបណ្ដឹងដែលបងប្អូនខ្មែរជាង100,000នាក់បាទដែលផ្តិតមេដៃឬក៏ចុះហត្ថលេខាចូលរួមឲ្យគាត់តំណាងផ្ញើឲ្យទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដាក់ប្តឹងថៃតាក់ទងនឹងការឈ្លានពានដែនអធិបតេយ្យកម្ពុជានិងរឿងឧក្រិដ្ឋកម្មសង្គ្រាមអីសពបែបយ៉ាងនោះគឺបានទៅដល់ដៃតុលាការគេទទួលជាផ្លូវការឲ្យព្រោះអីនៅក្នុងអ៊ីមែលដែលគាត់បានបង្ហោះនៅបណ្ដាញសង្គម Facebook គាត់កាលពីម្សិលមិញហ្នឹងគឺបានបញ្ជាក់ថាតុលាការខាងស្ថាប័នអัยការរបស់តុលាការ ICC នេះបានទទួលពាក្យបណ្ដឹងនេះជាផ្លូវការនៅថ្ងៃទីដែលគាត់ដាក់តាំងពីថ្ងៃទី4ខែធ្នូមកអញ្ចឹងបានន័យថា2សប្តាហ៍ជាងបាទលឿនដែរដែលគេទទួលហើយចំណាត់ការយ៉ាងណាយើងទាំងអស់គ្នានៅតាមតទៅទៀតបងប្អូនព្រោះគាត់ថ្មីនេះគឺកាលពីម្សិលមិញនេះគាត់ដាក់ឯកសារបន្ថែមទៀតនៅពេលដែលថៃឈ្លានពានបន្ថែមលើដែនអធិបតេយ្យកម្ពុជាហ្នឹងដែលឯកសារនេះគាត់ថាមានដល់ទៅ56ទំព័រកាលលើកមុនគាត់ដាក់ជាង30ទំព័រឥឡូវមានដល់ទៅ56ទំព័រទៀតហើយយើងសង្ឃឹមថាព័ត៌មាននេះគឺនឹងយ៉ាងហោចណាស់ក៏ជាបច្ច័យមួយដើម្បីឲ្យស្ថាប័នតុលាការអន្តរជាតិមួយនេះដឹងថារដ្ឋាភិបាលកម្ពុជាមិនបានប្តឹងមែនតែប្រជាពលរដ្ឋកម្ពុជាបានដាក់ប្តឹងមួយផ្នែកហើយកុំឲ្យស្ងាត់ឈឹងសោះបាទយ៉ាងណាយើងគួរតែនាំគ្នាត្រេកអរគុណលោកមូនពេជ្រជាជាងនាំគ្នាទៅជេរបចោបតិចផ្ដាសាមើលងាយមើលស្រាលគាត់ទៅវិញបាទយើងជួយគ្នាទៅតាមលទ្ធភាពដែលអាចធ្វើទៅបានហើយបើរដ្ឋាភិបាលកម្ពុជាគិតថារឿងនេះជាការធ្វើឲ្យអាម៉ាស់ដល់រដ្ឋាភិបាលកុំចាំបាច់ឲ្យលោកមូនពេជ្រទៅមុនយើងមានជារដ្ឋាភិបាលស្របច្បាប់អីអញ្ចឹងដាក់ទៅខ្លួនឯងទៅកុំឲ្យរះនឿយអីឲ្យរះធ្វើអីទៀតទៅក៏បានដែរឬក៏ឲ្យប្រជាពលរដ្ឋទៅជួយបាតកម្មតវ៉ាអីផ្សេងទៀតទៅចំណេញពេលជាងនាំគ្នាប្រមូលស្នាមមេដៃធ្វើរឿងដែលរដ្ឋាភិបាលអាចធ្វើកើតអីអញ្ចឹងទៅបាទហើយយើងរងចាំមើលពីលោកមូនពេជ្រទៀតឥឡូវនេះអស់ពីរឿងដែលខ្ញុំជពាក់ពីព្រឹកនេះគឺខ្ញុំនិយាយអំពីអតីតសមាជិកសភាឥណ្ឌាថ្កោលទោសថៃរឿងឈូសកំទេចព្រះវិស្ណុឬព្រះនរាយណ៍នៅច្រកអានសេះបងប្អូនឃើញexcavator AX របស់ថៃហ្នឹងគឺឈូសឆាយអស់ហើយលោករងលោកតាអ៊ុំគេជ្រុះឡើងរៀបឈូសឡើងរៀបស្មើខ្ទេចខ្ទីអស់ហើយគេទម្លាក់ក្របតាំងពីថ្ងៃ24ដល់28ហ្នឹងទម្លាក់ខ្ទេចអស់ប៉ុន្តែវានៅចងេងចងាងអញ្ចឹងទៅដល់ថ្ងៃទី10ជាងខែធ្នូនេះគឺគេចូលទៅសម្អាតយ៉ាងស្អាត
បាទកុំឲ្យឈឺក្បាលរឿងនាំដាក់បន្លាលួសអីរុញទៅរុញមកអីនាំពិបាកគឺឈូសទាំងផ្ទះផ្សារផ្ទះអីហ្នឹងឡើងស្អាតឆេញតែម្ដងហើយទៅរៀលដាល់ឈូសទៅដល់រូបព្រះនរាយណ៍គឺព្រះវិស្ណុដែលជារូបចម្លាក់មួយនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយរូបចម្លាក់នេះមែនតើនៅក្នុងដែនដីខ្មែរជាការដាក់តាំងដើម្បីបញ្ជាក់អំពីការគោរពសាសនាអីផងខ្មែរយើងក៏កាន់សាសនាពុទ្ធកាន់សាសនាអីទៅតាមជំនឿក៏ប៉ុន្តែឃើញexcavator របស់ថៃរុញដួលទៅដីបាក់ខ្ទេចខ្ទីអស់បែបនេះធ្វើឲ្យអតីតតំណាងរាស្ត្រជនជាតិឥណ្ឌាដែលនៅឥណ្ឌាឯណោះគាត់បានមើលរឿងយើងដែរបងប្អូនគាត់ឃើញរូបហ្នឹងដែលផ្សាយចេញពីប្រភពព័ត៌មានថៃទេព្រោះអីថៃគេយកទៅចុះផ្សាយខ្មែរយើងក៏ចុះផ្សាយច្រើនដែរហើយលោកវិចាយាស័យ Reddy បាទតែអតីតតំណាងរាស្ត្រគាត់ធ្វើតំណាងរាស្ត្រនៅឥណ្ឌាហ្នឹងច្រើនឆ្នាំហើយទៅមិនឈប់កាលពីខែមករាឆ្នាំ2025ទេគាត់សុំសម្រាប់ហ្នឹងដោយបញ្ហាផ្ទាល់ខ្លួនយ៉ាងណាប៉ុន្តែគាត់សរសេរអញ្ចេះគាត់ថាគាត់សរសេរនៅតាមបណ្ដាញសង្គម Twitter គាត់ថាអញ្ចេះឥឡូវជាគេហៅ X គាត់ថាការបំផ្លិចបំផ្លាញព្រះដែលតំណាងឲ្យសាសនាហិណ្ឌូណាដែលជារូបចម្លាក់ព្រះនិយាយទៅរូបបដិមាព្រះរបស់ការគោរពរបស់ជនជាតិឥណ្ឌាមួយដែរនោះនៅក្រោមហេតុផលឬក៏លេសណាក៏ដោយតកតងនឹងចំនួនព្រំដែនគឺជារឿងមិនអាចទទួលយកបានតលតែសោះគាត់ថាមិនចំពោះថារូបនេះឬរូបសំណាកនេះគឺដាក់ដោយជនជាតិខ្មែរដាក់ប្រទេសកម្ពុជាឬក៏អ្នកណាយកទៅសាងសង់តម្កល់នៅកន្លែងហ្នឹងទេសំខាន់គឺការវាយប្រហារទៅលើរូបព្រះដែលជាទីសក្ការៈបែបនេះគឺជាការរំលាយបំពានដល់ជំនឿសាសនានិងគេមរតកបេតិកភណ្ឌដែលបង្ហាញអំពីអំពើហិង្សាទៅលើសាសនាដែរនឹងការគោរពបូជាអញ្ចឹងលោកបន្តទៀតថាទាំងប្រទេសថៃនិងប្រទេសកម្ពុជាគឺជាជាតិសាសន៍ដែលប្រកាន់ជំនឿសាសនាព្រះពុទ្ធឬក៏យើងជាអ្នកកាន់ពុទ្ធសាសនាជាពុទ្ធសាសនិកហើយប៉ុន្តែនៅក្នុងប្រវត្តិគឺក៏បានកត់ត្រាអំពីការធ្វើទុកបុកម្នេញដល់ប្រាសាទដែលជាដួងព្រលឹងសាសនាហិណ្ឌូហើយនឹងជាការប៉ុនប៉ងនៅក្នុងការលុបបំបាត់ចោលសាសនាមួយនេះទៀតផងអំពើហិង្សាប្រឆាំងទៅនឹងនិមិត្តសញ្ញាឬក៏និមិត្តរូបដ៏ស័ក្តិសិទ្ធិដ៏ជាទីសក្ការៈបែបនេះគឺមិនអាចនឹងយកមកធ្វើជាគេហៅថាពាក្យស្លោកនយោបាយដើម្បីចំណេញនយោបាយណាមួយបានឡើយព្រោះអីបើគ្មានសាសនាទេបានន័យថាគ្មានទេសុខសន្តិភាពហើយការដែលបំផ្លាញសាសនាបែបនេះជំនឿសាសនាបែបនេះគឺជាការបំផ្លាញសុខសន្តិភាពនោះឯងភាសានេះតាមពិតវាជាការដែលដាស់តឿនក្រានរំលឹកដល់ក្រមយោធាថៃដែលពិតជាផ្ដេសផ្ដាស់មែនតើហើយតតែលឺសារបែបនេះក៏ពួកគាត់ប្រហែលជាមិនឈឺក្បាលទេប្រយ័ត្នតែត្រូវបណ្ដាសាររបស់ព្រះវិស្ណុគាត់ហ្នឹងព្រះនរាយណ៍ហ្នឹងក៏តែមិនដឹងប៉ុន្តែនេះគឺជារឿងមួយដែលថៃខ្លួនឯងចាប់ផ្ដើមយកទៅពិចារណាទៅព្រោះអីថៃអត់ខ្វល់ធ្វើយ៉ាងម៉េចដើម្បីឈ្លានពានដែនអធិបតេយ្យកម្ពុជាបានឈូសឆាយឲ្យអស់ដើម្បីដាក់បលាលួសដាក់អីទៅព្រោះខ្លាចគិតថាព្រះវិស្ណុឬព្រះនរាយណ៍ហ្នឹងគឺជាបេតិកភណ្ឌឬក៏សម្បត្តិវប្បធម៌ខ្មែរដែលយកទៅតម្កល់នៅហ្នឹងអញ្ចឹងដើម្បីឲ្យបាត់ដានថាអស់មានស្លាកស្នាមអីទៀតហើយឈូសចោលទៅវាជាដីថៃអស់ពាត់លបងទៅស្រួលមិនបាច់រករឿងអីបានព្រោះអត់មានអីជាផោះតាងអីអញ្ចឹងទៅអាចនៅក្នុងចេតនាហ្នឹងក៏ថាបានតែនិយាយទៅថៃនេះគឺទៅដល់កន្លែងណាបំផ្លាញកន្លែងហ្នឹងឲ្យលលាយដើម្បីឲ្យកែហេដ្ឋារចនាសម្ព័ន្ធទៅជារបស់ថៃស្រួលថៃលេបយកទាំងស្រុងបាទអានេះគឺជារឿងដែលថៃចង់បានឥឡូវដើម្បីបិទបញ្ចប់ការផ្សាយថ្ងៃនេះខ្ញុំសូមផ្ដល់ទស្សនវិភាគខ្លីមួយតកតងនឹងរឿងអំពីតើខ្មែរចំណេញអីនៅពេលដែលជាប់ដៃវាយជាមួយថៃហើយបែរជាចាប់ផ្ដើមធ្វើទុកបុកម្នេញយកខ្មែរគ្នាឯងធ្វើជាសត្រូវរឿងនេះមានរឿងពីរយ៉ាងខ្ញុំចង់និយាយពីជ្រុងមួយពីការគម្រាមកំហែងពីគណៈបកប្រជាជនកម្ពុជានិងជ្រុងមួយទៀតពីហានិភ័យដែលអាចកើតចេញពីគណៈបកប្រឆាំងទៅនឹងការកាន់អំណាចរបស់គណៈបកប្រជាជនកម្ពុជាសពថ្ងៃ
ឥឡូវខ្ញុំនិយាយពីគណៈបកប្រជាជនកម្ពុជាទៅមុនតើមានហានិភ័យអីហេតុអីមានប្រយោជន៍អីដែលលោកហ៊ុនសែនឬក៏ប្រព័ន្ធដឹកនាំរដ្ឋនៅកម្ពុជានេះត្រូវតែអនុវត្តវិធានការអំពើហិង្សាឬក៏ការគំរាមកំហែងបំបាក់ស្មារតីធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតនៅក្នុងស្ថានភាពដែលជាតិសាសន៍នេះកំពុងតែបែកបាក់ប្រឆាស្រាប់ហើយត្រូវការសាមគ្គីភាពមហាគ្រួសារខ្មែរដោយអ្វីដែលលោកហ៊ុនម៉ាណែតធ្លាប់បានអះអាងថាចង់ឲ្យមានការបង្រួបបង្រួមផ្សះផ្សាអញ្ចឹងឪពុកគាត់អត់បានគិតគំនិតថាផ្សះ